កូនកំមុំកូនកន្លោះអីសាំគ្នាម៉ងនេះធ្វើឲ្យអ្នកមើលមានអារម្មណ៍រំជើបរំជួលហើយរំភើបមែនទែនសូមអបអរសាទរដល់កូនកន្លោះកូនកំមុំទាំងពីរសូមឲ្យចំណងអាពាហ៍ពិពាហ៍មួយនេះជួបតែសេចក្តីសុខហើយនឹងមានសុភមង្គលរហូតទៅដល់ចាស់កោងខ្នងហើយជាពិសេសគឺកូនកន្លោះដែលគាត់ជាមិត្តភ័ក្តិដែលរៀននៅសាកលជាមួយគ្នាគឺថាប៉ាកែឬប្រពន្ធមែនទែនប្រពន្ធឡើងស្អាតស្រស់ហើយនិយាយពីថាសមគ្នាខ្លាំងហ្មងហើយនៅក្នុងឱកាសការមង្គលការរបស់រដ្ឋនឹងគឺធ្វើឲ្យក្រុមរបស់ពួកយើងដែលពួកយើងបានរៀនជាមួយគ្នានៅឯសាលាហ្នឹងបានជួបជុំគ្នាម្ដងទៀតនិយាយរួមទៅសឹងតែថាមួយថ្នាក់យើងបានជួបជុំគ្នាសឹងតែទាំងអស់ហើយហ្នឹងហើយពេលដែលបានជួបគ្នាលើកនេះខ្ញុំមានអារម្មណ៍ថានឹកមែនតែនពេលមើលទៅមុខម្នាក់ក៏ប្លង់ហើយម្នាក់ស្រស់ស្អាតជាងមុនហើយមិនដូចថាទឹកមុខអីភ្លឺថ្លាល្អនិយាយរួមទៅចង់និយាយថាទឹកមុខម្នាក់គឺមើលមកឃើញថាសប្បាយចិត្តមានភាពរីករាយច្រើនក្នុងជីវិតបញ្ចេញតាមរយៈទឹកមុខដែលភ្លឺថ្លាណាស់ហើយពួកយើងទាំងអស់គ្នាហ្នឹងគឺធ្លាប់ជានិស្សិតស្ថាបត្យកម្មចំនួនទី5នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលគេហៅកាត់ថា NPIC ហ្នឹងឬក៏មួយទៀតគេតែងតែល្បីឲ្យស្គាល់ថាជាសាលាកូរ៉េហើយពួកយើងបានស្គាល់គ្នាហើយបានរៀនមួយគ្នារយៈពេល5ឆ្នាំប៉ុន្តែពួកយើងបានរៀនចប់អស់ហើយបងប្អូនហើយម្នាក់បានចេញធ្វើការងាររៀងខ្លួនអស់ហើយបើគិតរាប់ពីពេលដែលរៀនចប់មកដល់ឥឡូវគឺចូលប្រហែលជា5ឆ្នាំដូចគ្នាដែរតម្រាំតែបានជួបជុំគ្នាលើកនេះគឺថាជួបគ្នាសឹងតែមួយថ្នាក់តែម្ដងហើយឱកាសដែលជុំគ្នាអស់គ្នាអញ្ចឹងគឺអត់ងាយមានទេបងប្អូននិយាយដល់ចំណុចហ្នឹងគឺអរគុណដល់កូនកន្លោះមែនតែនដែលបានការក្នុងថ្ងៃហ្នឹងដែលធ្វើឲ្យក្រុមរបស់ពួកយើងហ្នឹងបានជួបជុំគ្នាម្ដងទៀតគឺថាទៅចូលរួមមង្គលការមិត្តរបស់ខ្ញុំលើកនេះគឺចំណេញមែនតែនបងប្អូនមិនត្រឹមតែបានចូលរួមអបអរសាទរទៅដល់កូនកន្លោះកូនកំមុំគូស្វាមីភរិយាថ្មីទេគឺថែមទាំងបានជួបជុំគ្នាបានឃើញមុខគ្នាបាននិយាយគ្នាលេងបានចែករំលែកនៅបទពិសោធន៍នៃការងារម្នាក់រៀងខ្លួនហើយបានថែមទាំងលើកទឹកចិត្តគ្នាទៀតនិយាយរួមទៅគឺថាខ្ញុំសប្បាយចិត្តខ្លាំងមែនតើបងប្អូនហើយអត់ភ្លេចទេនៅរូបភាពកម្រងរូបភាពអនុស្សាវរីយ៍ហើយនឹងការជួបជុំគ្នាក្នុងឱកាសការរបស់រដ្ឋលើកនេះហើយចង់ដឹងថានៅក្នុងក្រុមរបស់យើងតើអ្នកណានឹងការបន្ទាប់ទៅណ